ស្តីបងប្អូនអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយករដ្ឋអាសន្នសិនមកបង្ហាញដើម្បីយកធ្វើអាសន្នសិនបានយើងត្រូវមានសិណារីយ៉ូ3មាន base case best case និង worst case ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើគំរូដែលខ្ញុំយកប្រព័ន្ធឈូសមកប្រើហើយនឹងបុកនឹង Canva box អូខេឥឡូវយើងចាប់ផ្ដើម let's start ទីមួយយើងត្រូវបង្កើត column វា column ហើយយើងជាបង្កើត column ណាតែ column យើង copy format វាមក paste នៅ format ផ្សេងមួយទៀតដើម្បីឲ្យវាដូចគ្នាហើយយើងមើលទៅវាស្អាតអូខេយើងបាន column 3ហើយបកតោះមកយើងរកផលរមុន choose ខ្ញុំទីនេះគឺខ្ញុំឲ្យលក្ខខណ្ឌវាគឺ10%អញ្ចឹងខ្ញុំ copy 10%មកផាសលើទាំងអស់ខ្ញុំ copy ទាំងអស់នេះជាបំរាប់អូខេ copy តួលេខហ្នឹងមកចូលក្នុង100ចឹងអូខេតោះមកយើងរូបមន្តខ្ញុំឲ្យវាbase case increase 4% the worst case decrease 4%ដែរអញ្ចឹងខ្ញុំប្រើរូបមន្ត multiply 1 បូក log f4 អូខេអូខេ14ដងតោះមកខ្ញុំរូបមន្តមួយទៀតចាស់ខ្លួន1បូកដែរ log f4 អូខេអញ្ចឹងយើង copy រូបមន្ត paste អូខេយើង copy ទាំងអស់ទៅដើម្បី paste មកក្នុងលើនេះcopy ទៅ2 column នេះបានហើយអូខេយើង copy ទៀត paste រូបមន្តអូខេតោះមកយើងយករូបមន្តមកជាប់អត់អូខេមកយើងរកប្រើរូបមន្ត choose យើងមានន័យថាទីមួយគឺ index យើងលើកកន្លែងនេះដែលខ្ញុំដាក់ពណ៌ខ្មៅខ្ញុំ log f4 ថតមក value 1 value 1ខ្ញុំលើក្នុង word ក្នុង bracket 10% value 2 value 3អូខេដោយសារតែយើងនេះវាមានចំនួនលេខ1លេខ1លេខ2 3អញ្ចឹងវាអត់មានអានឲ្យទេអូខេអញ្ចឹងយើង copy រូបមន្តវាមក paste នៅក្នុង column បន្តិចទៀតcopy ទៀតមក paste លើចុចទៅរហូតអញ្ចឹងអូខេថប់មកយើងប្រើ Canva box
គេមកបកនៅក្នុង developer ចូល developer insert លេខទី2គេមកបកយើងគូវាមកដាក់មកអូខេមកយើងយក right click យក format control input range គឺយកទាំងអស់ទាំង3 case base was selling យើង link ពីលេខ line sender switch អូខេ no worry វាដោយសារតែវាលេខមុនវាលេខ1បានចាំអូខេអញ្ចឹងយើងបិទប្រអប់នេះទៅដាក់នេះទៅយើងទីស្អាតតិចមកអូខេប៉ុណ្ណឹងស្អាតអត់តោះស្អាតទេទៀតអូខេប៉ុណ្ណឹងស្អាតអញ្ចឹងយើងដូរទៅជា base case យើងដូរ%ដូរទាំងបោះដូរទាំង inflation ដូរទាំង sell unit price ដូរទាំង volume ពីព្រោះអីព្រោះមុនហ្នឹងយើងចងវាចង់ដឹងថាបើយើងរើស base case base របស់ហ្នឹងប្រមាណ%ដើម្បីយើងយកទៅវាប្រើនៅធ្វើ budget ឬក៏ forecasting អ្វីមួយបាទសូមអរគុណ